Mà số sấy bằng vô nào thì ởក្នុងវីដេអូនេះយើងមកនិយាយអំពីអានុគម primitive ចឹងបងប្អូនអរគ្នាធ្លាប់ឮទេមិនដែរទៅដែលហៅថាអានុគម primitive ហើយថាអានុគម primitive ហ្នឹងវាមានទំនាក់ទំនងវាមានលក្ខណៈយ៉ាងដូចដែរបាទឥឡូវយើងមើលឧទាហរណ៍របស់យើងបាទឧទាហរណ៍ថាគេឲ្យអានុគម s ធំនៃ x 1ស្មើជាមួយនឹង x គុណ3ដល់ x ការ៉េបូក x ចឹងបើសិនជាខ្ញុំយកអានុគម s ធំហ្នឹងទៅ derivative ចាំមើលថា derivative s ធំនៃ x ចឹងយើងទទួលបាន x គុណ3យើង derivative ទៅយើងបាន 3x ការ៉េដល់ពេល x ការ៉េយើង derivative បាន 2x ចំណែក x យើង derivative បាន8អញ្ចឹងអានុគម derivative នេះយើងបានកន្សោមមួយថ្មីអញ្ចឹងឧទាហរណ៍ថាខ្ញុំតាំងs តូចនឹង x ស្មើនឹង 3x ការ៉េមានតាំងកន្សោមនេះដល់ x តូចដល់ 2x បូក1ជាងនោះយើងបានទំនាក់ទំនង s ធំរបស់យើង s ធំព្រីមនៃ x ហ្នឹងស្មើជាមួយនឹង s តូចនៃ x ណាចឹងយើងបានទំនាក់ទំនងថ្មីមួយគឺ s ព្រីមធំនៃ x ស្មើជាមួយនឹង s តូចនៃ x ចឹងនៅក្នុងករណីនេះគេថាs ធំនៃ x ហ្នឹងជា primitiveជា primitive នៃអានុគម s តូចនៃ x ហ្នឹងបាទអញ្ចឹង s ធំនៃ x គឺជា primitive របស់ s តូចនៃ x លុះត្រាតែderivative s ធំនៃ x ហ្នឹងស្មើជាមួយនឹង s តូចនៃ x បាទអញ្ចឹងតាមលក្ខណៈនេះយើងតាមលក្ខណៈនេះយើងអាចទាញទ្រឹស្ដីបត់មួយទាក់ទងជាមួយនឹងអានុគម primitive អញ្ចឹងទ្រឹស្ដីបត់ទី1ទ្រឹស្ដីបត់1គេថាបើ s ធំនៃ x ជា primitive ជា primitive នៃអានុគម s តូចនៃ x លុះត្រាតែderivative s ធំនៃ x មានតម្លៃស្មើជាមួយនឹង s តូចនៃ x បាទនេះគឺជាទ្រឹស្ដីបត់នៃអានុគម primitive អញ្ចឹងនៅក្នុងករណីនេះគេចង់និយាយប្រាប់ពួកយើងដល់គ្នាថាប្រសិនបើយើងចង់បង្ហាញថាអានុគម s ធំហ្នឹងពិតជា primitive នៃអានុគម s តូចមែនលុះត្រាតែយើងយកអានុគម s ធំហ្នឹងទៅ derivative ហើយចម្លើយ derivative របស់ s ធំហ្នឹងគឺស្មើជាមួយនឹង s តូចទើបយើងអាចនិយាយបានថា s ធំជា primitive របស់ s នៃអានុគម s តូចហ្នឹងអញ្ចឹងខ្ញុំមានឧទាហរណ៍មួយទៀតបាទឥឡូវអ្នកនរគ្នាពិនិត្យមើលលំហាត់នេះអញ្ចឹងគេថាគេឲ្យអានុគម s ធំនៃ x ស្មើជាមួយនឹង x sin x និងs តូចនៃ x ស្មើជាមួយនឹង x sin x បូកជាមួយនឹង x កូ x បង្ហាញថាអានុគម s ធំហ្នឹងជា primitive នៃ s តូចនៃ x អញ្ចឹងយើងដាក់ដើម្បីស្រាយថា s ធំនៃ x ហ្នឹងគឺជា primitive របស់ s តូចនៃ x យើងប្រើតាមទ្រឹស្ដីបត់របស់យើងមកតាមទ្រឹស្ដីបត់បើ s ធំនៃ x ហ្នឹងជា primitive នៃ s តូចលុះត្រាតែs ធំ prime នៃ x prime ធំនៃ x ស្មើជាមួយនឹង s តូចនៃ x យើងចាប់ផ្ដើមស្រាវជ្រាវដោយចាប់ផ្ដើមចេញពី s ធំយើងមាន s ធំនៃ x ស្មើនឹង x sin x តទៅទៀតយើងធ្វើការ derivative s ធំមកហើយយើងចាំពិនិត្យលទ្ធផល
តើមានលទ្ធផលដូចជាមួយតូចអត់ចឹងព្រីមធំនៃ x ស្មើនេះយើងបាន x sin x ព្រីមតែខាងក្នុងនេះចូលរួមមុនអុយគុណនឹង v អញ្ចឹងderivative ខាងក្នុងនេះតម្រង់អុយគុណនឹង v ព្រីមស្មើនឹងអុយព្រីម v បូក v ព្រីមអុយចឹងនេះយើងទៅសេបានអុយរបស់យើងគឺជា x ដល់ពេល v គឺជា sin x អញ្ចឹងទី1យើងបាន x ព្រីម sin x បូកជាមួយនឹង v ព្រីមម្ដងគឺ sin x ព្រីមគុណជាមួយនឹង x ហើយមកយើង derivative មក x ព្រីម derivative x ស្មើ1អញ្ចឹងនៅសល់1 sin x បូក d sin ស្មើកូសមកគុណជាមួយនឹង x ហើយមកយើងសម្រួលលទ្ធផលយើងបាន1គុណនឹង sin x បាន sin x ដដែលចំណែកអានេះកូស x sin x យើងដាក់ x មុនពុកធាហើយតមកបានត្រេកមានតាមក្រោយនេះជា derivative ធំនៃ x តាមទៀតយើងមើលលទ្ធផលរបស់ derivative នៃអនុគម x ធំហ្នឹងចម្លើយ derivative នៃអនុគម x ធំគឺ x sin x បូកជាមួយនឹង x គូ x ហើយយើងមើលលទ្ធផលរបស់ s តូចដែលគេឲ្យ s តូច x ស្មើ sin x បូកជាមួយនឹង x គូ x អញ្ចឹងយើងឃើញថាចម្លើយ derivative របស់អនុគម s ធំនៃ x ហ្នឹងវាមានតម្លៃស្មើជាមួយនឹងអនុគម s តូចនៃ x ព្រោះនេះជាកន្សោម s តូចនៃ x អញ្ចឹងយើងអាចឆ្លើយបានហើយថាដូច្នេះអានេះពិតអញ្ចឹងដូច្នេះ s ធំនៃ x ហ្នឹងជា primitive នៃ s តូចនៃ x ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមរងចាំតាមដានទស្សនានៅវីដេអូក្រោយបន្តទៀត